រថយន្តនិងកងកម្លាំងបើកបរនៅទីបញ្ជាការស្រាលទិសទី1ប្រាសាទព្រះវិហារកំពុងឈរជើងត្រៀមទទួលបទបញ្ជា24ម៉ោងលើ24ម៉ោងកងទ័ពជើងគោកនៃកងយុទ្ធពលខេមរៈភូមិន្ទបានឲ្យដឹងនៅព្រឹកថ្ងៃទី29ខែឧសភានេះថាឧត្តមសេនីយ៍តូឆោសុកនាយសេនាធិការរងកងទ័ពជើងគោកមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ90បានដាក់បទបញ្ជាជូនលោកវរៈសេនីយ៍ឯកវឿនវិចិត្រមេបញ្ជាការរងកងពលទទួលបន្ទុកការងារនៅទីបញ្ជាការស្រាលរបស់កងពលស្ថិតនៅទិសទី1ប្រាសាទព្រះវិហារអនុវត្តឲ្យបានម៉ឺងម៉ាត់នៅការងារត្រៀមរថយន្តនិងកងកម្លាំងបើកបរដើម្បីទទួលបទបញ្ជារបស់ថ្នាក់លើឲ្យបានទាន់សភាពការបន្ទាប់ពីទទួលបាននៅបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការកងពលលោកវរៈសេនីយ៍ឯកមេបញ្ជាការរងកងពលនិងកងកម្លាំងបើកបរទាំងអស់ដែលកំពុងឈរជើងនៅទីបញ្ជាការស្រាលរបស់កងពលបានអនុវត្តតាមតួនាទីនិងភារកិច្ចរបស់កងយុទ្ធពលខេមរៈភូមិន្ទដើម្បីសម្រេចបទបញ្ជាជូនអង្គភាពឲ្យបានល្អប្រសើរ